នេះជាកង់ពណ៌ color wheel ដែលជាឧបករណ៍សំខាន់មួយនៅក្នុងទ្រឹស្ដីពណ៌ color theory 1. កង់ពណ៌ ពណ៌ចម្បងឬមេពណ៌គឺមាន3ពណ៌គឺពណ៌ក្រហម ពណ៌លឿង និងពណ៌ខៀវ ពណ៌ចម្បងឬពណ៌មេទាំង3នេះគឺមិនអាចលាយចេញពីពណ៌ផ្សេងបានទេពណ៌ទី2មាន3ពណ៌គឺពណ៌ទឹកក្រូច ពណ៌បៃតង និងពណ៌ស្វាយ ពណ៌បន្ទាប់បន្សំនេះកើតឡើងពីការលាយពណ៌ចម្បងឬពណ៌មេពីរចូលគ្នាឧទាហរណ៍ពណ៌លឿងបូកពណ៌ក្រហមបង្កើតបានពណ៌ទឹកក្រូចពណ៌ទី3គឺជាពណ៌ដែលកើតចេញពីការលាយពណ៌ចម្បងមួយជាមួយនឹងពណ៌ទី2ដែលនៅក្បែរវាឧទាហរណ៍ពណ៌ក្រហមទឹកក្រូចពណ៌លឿងបៃតងដុល្លារ 2. អត្ថន័យនៃពណ៌នីមួយៗតាមន័យទូទៅនិងចិត្តសាស្ត្រពណ៌អត្ថន័យនៃពណ៌អាចខុសគ្នាអាស្រ័យលើវប្បធម៌និងបរិបទប៉ុន្តែអត្ថន័យទូទៅមួយចំនួនមានដូចខាងក្រោមអត្ថន័យពណ៌ក្រហមគឺកម្លាំងចំណង់ចំណូលចិត្តសេចក្តីស្រឡាញ់គ្រោះថ្នាក់សំខាន់កំហឹងអត្ថន័យពណ៌លឿងសេចក្តីរីករាយសុភមង្គលសុទិដ្ឋិនិយមថាមពលពន្លឺប្រាជ្ញាពេលខ្លះក៏អាចតំណាងឲ្យការប្រុងប្រយ័ត្នផងដែរអត្ថន័យពណ៌ខៀវគឺភាពស្ងប់ស្ងាត់ភាពជឿជាក់ភាពស្មោះត្រង់ស្ថិរភាពប្រាជ្ញាទំនុកចិត្តវាក៏អាចភ្ជាប់ទៅនឹងភាពសោកសៅផងដែរអត្ថន័យពណ៌បៃតងគឺធម្មជាតិកំណើនលូតលាស់សុខភាពភាពបរិសុទ្ធសំណាងភាពស្រស់ស្រាយលុយកាក់អត្ថន័យពណ៌ទឹកក្រូចគឺភាពកក់ក្ដៅភាពសាទរភាពច្នៃប្រឌិតភាពជោគជ័យការលើកទឹកចិត្តភាពរស់រវើងអត្ថន័យពណ៌ស្វាយឬពណ៌ violet purple គឺភាពថ្លៃថ្នូរអំណាចប្រណិតភាពប្រាជ្ញាលាក់កំបាំងភាពអាថ៌កំបាំងនិងភាពខាងវិញ្ញាណពណ៌ផ្សេងៗលាយឡំពណ៌ដែលលាយឡំនឹងមានន័យផ្សំនៃពណ៌ដែលបង្កើតវាឧទាហរណ៍ពណ៌ក្រហមទឹកក្រូចអាចមានន័យនៃថាមពលនិងភាពសាទរ